ស្ងាត់រឿងខ្មោចនៅបន្ទប់ជួលមើលនៅពេលចូលនៅជាយក្រុងភ្នំពេញមានផ្ទះជួលចាស់មួយពីរជាន់ដែលសិស្សសាលាជាច្រើនចូលចិត្តជួលរស់នៅព្រោះតម្លៃសមរម្យប៉ុន្តែមនុស្សក្នុងតំបន់តែងតែនិយាយថាបន្ទប់លេខ213នៅជាប់លើមិនសូវមានអ្នកណារស់នៅបានយូរទេគេថាពេលយប់តែងតែឮសំឡេងមនុស្សដើរហើយនៅម៉ោង12រំលងអធ្រាត្រមានអ្នកគោះទ្វារប៉ុន្តែពេលបើកមើលគ្មានអ្នកណាឡើយប៉ុន្តែក្មេងសិស្សសាលា5នាក់មិនជឿឡើយពួកគេមានវុធី តារាណារិតស្រីពេជ្រនិងនារីពួកគេទើបមករៀននៅទីក្រុងហើយសម្រាប់ជួបបន្ទប់លេខ213រួមគ្នាថ្ងៃដំបូងអ្វីធម្មតាពួកគេលេងសើចធ្វើម្ហូបនិងមើលកុនរហូតដល់យប់ប៉ុន្តែយប់ទី1លើម៉ោង12 3នាទីតុកតុកតុកមានសំឡេងគោះទ្វារយឺតតារាដើរទៅបើកតែខាងក្រៅគ្មាននរណាឡើយមានតែផ្លូវងងឹតនិងខ្យល់ត្រជាក់បក់ចូលពុទ្ធីសោចប្រហែលជាក្មេងជួបន្ទប់ផ្សេងលេងសើចទេដឹងពួកគេក៏ចូលគេងវិញប៉ុន្តែម៉ោង12:30នាទីកឹកកឹកកឹកមានសំឡេងដូចគេអូសកៅអីពីលើបញ្ហាជាន់លើគ្មានបន្ទប់ទេរត់ចាប់ដើមភ័យតែតារានិយាយថាប្រហែលសំឡេងឆ្មាលំងអន្ទ្រាតបន្តិចស្រីពេជ្រចេញទៅបន្ទប់ទឹកប៉ុន្តែបន្ទាប់ពីនាងចេញទៅ10នាទី20នាទីនាងមិនត្រឡប់មកវិញទេនារីចាប់ផ្ដើមបារម្ភហើយទៅរកនៅចុងផ្លូវងងឹតនាងឃើញស្រីពេជ្រឈរបាយខ្នងឲ្យសក់វែងទម្លាក់ដល់ចង្កេះនារីហៅស្រីពេជ្រតែស្រីពេជ្រមិនឆ្លើយភ្លាមនោះនាងបង្វិលក្បាលមកយឺតភ្នែកខ្មៅទាំងមូលមុខស្លេកស្លាំងហើយមាត់ញញឹមដល់ត្រចៀកនារីស្រែកផ្អើលហើយរត់ចូលបន្ទប់វិញពេលគេនាំគ្នាចេញទៅមើលគ្មានអ្នកណានៅទីនោះទេប៉ុន្តែស្រីពេជ្រកំពុងអង្គុយក្នុងបន្ទប់រួចទៅហើយនាងសម្លឹងមកពួកគេហើយសួរមានរឿងអីនារីទៅជាក់ឆ្អឹងយប់នោះគ្មានអ្នកណាហ៊ានគេងទេម៉ោង7:03ភ្លឺស្រាប់តែភ្លើងទាំងបន្ទប់រលត់ទាំងអស់ផាច់បន្ទប់ងឹតសូនមានសំឡេងស្រីម្នាក់ខ្សឹបនៅក្បែរត្រចៀកទៅជាមួយខ្ញុំទេពុទ្ធីបោកភ្លើងទូរស័ព្ទភ្លាមអ្វីដែលគេឃើញធ្វើឲ្យគ្រប់គ្នាស្ទើរដាច់ខ្យល់នៅលើពីដានមានមនុស្សស្រីម្នាក់វាជន់លើពីដានសក់វែងបាំងមុខនិងហូរឈាមពីភ្នែកនាងញញឹមហើយវាចុះមកយឺតគ្រប់គ្នាស្រែករត់ចេញពីបន្ទប់ទាំងយប់ពេលព្រឹកពួកគេទៅសួរម្ចាស់ផ្ទះជួលម្ចាស់ផ្ទះស្ងាត់មួយសន្ទុះមុននិយាយថាកាលពី3ឆ្នាំមុនមានសិស្សស្រីម្នាក់ចងកសម្រាប់ខ្លួនក្នុងបន្ទប់នេះតាំងពីពេលនោះមកគ្មានអ្នកណារស់នៅបានយូរទេ5នាក់នោះភ័យខ្លាំងហើយសម្រេចរើចេញភ្លាមប៉ុន្តែពេលវុធីកំពុងលើកវ៉ាលីចេញពីបន្ទប់គាត់ក៏ឃើញអ្វីមួយនៅក្រោមគ្រែវាជាក្រដាសចាស់មួយសរសេរថាជួយខ្ញុំផងខ្ញុំមិនទាន់ស្លាប់ទេគ្រប់គ្នាមើលមុខគ្នាស្ងៀមស្រាប់តែពេលម្ចាស់ផ្ទះសោយហើយនិយាយថាអូក្រដាសនេះជារបស់ខ្ញុំទេខ្ញុំសរសេរលេងកាលពីមុនគ្រប់គ្នាស្ងាត់ហើយចុងក្រោយពួកគេក៏មិនដឹងថាអ្វីដែលឃើញយប់មិញជាខ្មោចពិតឬក៏ម្ចាស់ផ្ទះមនុស្សឈួតទេបន្ទាប់ពីយប់ដ៏គួរឲ្យខ្លាចនោះសិស្សទាំង5នាក់ក៏រើចេញពីបន្ទប់ជួលភ្លាមពួកគេស្បត់ថាមិនត្រឡប់ទៅបន្ទប់លេខ113នេះទៀតទេប៉ុន្តែ3ថ្ងៃក្រោយមកវុធីភ្លេចកាបូបសិភៅមួយនៅទីនេះតារានិយាយទៅយកពេលថ្ងៃប្រហែលមិនអីទេចុងក្រោយពួកគេទាំង5ក៏សម្រេចចិត្តទៅទាំងថ្ងៃត្រង់ផ្ទះជួលថ្ងៃនេះស្ងាត់ចម្លែកមិនឮសំឡេងមនុស្សពេលឡើងដល់ជាន់លើពួកគេក៏ឃើញទ្វារបន្ទប់213បើកចំហហើយមានមនុស្សថ្មីម្នាក់កំពុងអង្គុយក្នុងបន្ទប់គាត់ជាបុរសស្គមសក់វែងពាក់អាវសវុធីសួរបងទៅជួលបន្ទប់នេះមែនបុរសនោះងាកមកយឺតហើយញញឹមស្រាបាទម្ចាស់ផ្ទះប្រាប់ថាបន្ទប់នេះថោករឹតទីសឹបគួរប្រាប់គាត់អត់តែតារាក៏វិក្បាល
គេមិនចង់រំលឹករឿងយុគមុនទៀតទេពួកគេចូលយកកាបូបយ៉ាងលឿនប៉ុន្តែពេលនារីកំពុងអោនយកសៀវភៅក្រោមគ្រែនាងក៏ឃើញស្នាមដៃខ្មៅនៅលើកំរាលឥដ្ឋស្នាមនោះដូចមនុស្សអូសខ្លួនចេញពីក្រោមគ្រែទៅដល់ជញ្ជាំងនារីស្រុតហើយថយក្រោយភ្លាមស្រាប់តែតុកតុកតុកមានសំឡេងគោះទ្វារម្ដងទៀតគ្រប់គ្នាស្ងៀមបុរសអ្នកជួលថ្មីនិយាយទាំងញញឹមចម្លែកណាស់រាល់យប់តែងតែមានអ្នកគោះទ្វារតែពេលបើកមើលគ្មាននរណាទេស្រីពេជ្រត្រជាក់ឆ្អឹងភ្លាមតារានិយាយរាក់បងបើអាចបងគួររើចេញទៅបុរសនោះសើចតិចមិនអីទេខ្ញុំមិនខ្លាចខ្មោចទេភ្លាមនោះខ្យល់ត្រជាក់បក់ចូលបន្ទប់ក្រាំងទ្វារបន្ទប់ដោយខ្លួនឯងភ្លើងក្នុងបន្ទប់ភ្លឺភ្លឹបភ្លែតហើយបន្ទប់ទឹកមានសំឡេងទឹកហូរទោះបីអ្នកណាបើកក្បាលទឹកក៏ដោយពុទ្ធីនិយាយទាំងញ័រសំឡេងទៅយើងចេញទៅឥឡូវនេះទៅពួកឯងលឿនពួកគេរត់ទៅបើកទ្វារតែទ្វារដូចខាំងជាប់បន្ទាប់មកសំឡេងស្រីម្នាក់លាន់ចេញបន្ទប់ទឹកកុំចេញទៅណាគ្រឺតទ្វារបន្ទប់ទឹកបើកយឺតមានទឹកខ្មៅហូរចេញមកក្រៅហើយនៅក្នុងងងឹតនោះមានមនុស្សស្រីម្នាក់ឈរទម្លាក់សក់បាំងមុខអ្នកជួលថ្មីសម្លឹងមើលនាងហើយនិយាយមួយម៉ាត់ធ្វើឲ្យគ្រប់គ្នាស្ទើរគាំងអូអ្នកនៅទីនេះទៀតហើយអីគ្រប់គ្នាបរិះនោះដួលដង្ហើមធំហើយនិយាយខ្ញុំប្រាប់ហើយថាខ្ញុំគ្មានលួយសងអ្នកទេខ្មោចស្រីនៅស្ងៀមបន្ទាប់មកនាងក៏យកដៃចង្អុលទៅលើធុងទឹកមានស្រាមមីមួយកញ្ចប់នៅលើនោះបរិះនោះភ្លឺភ្នែកអូមីដែលខ្ញុំបាត់ពីម្សិលមិញគាត់ដើរទៅយកមីវិញធម្មតាគ្រប់គ្នាឈរមើលមុខគ្នាស្ងាត់ហើយមិនដឹងថាខ្មៅក្នុងបន្ទប់គួរឲ្យខ្លាចឬក៏អ្នកជួលថ្មីសតិមិនគ្រប់គួរឲ្យខ្លាចជាងទេក្រោយបុរសអ្នកជួលថ្មីនិយាយជាមួយខ្មោចដូចមនុស្សធម្មតាសោះទាំង5ស្ទើររត់មិនរួចតារាសួរទាំងញ័របងឃើញនាងដែរមែនបុរសនោះងាកមកមើលពួកគេធម្មតាឃើញតើនាងនៅបន្ទប់នេះយូរហើយតើគ្រប់គ្នាត្រជាក់ឆ្អឹងចំណែកខ្មោចស្រីនៅតែឈរទម្លាក់សក់មិននិយាយអ្វីទឹកមុខខ្មៅហូរចេញពីជើងនាងយឺតវុធីខ្សឹបទៅយើងរត់ទៅតែស្រាប់តែក្រាំងទ្វារបន្ទប់បិទទប់ដល់ខ្លួនឯងម្ដងទៀតភ្លើងរត់បន្ទប់ងឹតសូនហើយសំឡេងសើចស្រាលលាន់ចេញពីបន្ទប់នារីយំភ្លៀងរឹតចាប់ដើមសូត្រធម៌ទាំងរអាក់រអួលបន្ទាប់មកភ្លើងទូរស័ព្ទរបស់ស្រីពេជ្រចាំងទៅកាន់ជញ្ជាំងហើយអ្វីដែលនាងឃើញអ្វីឲ្យគ្រប់គ្នាស្ទើរដាច់ខ្យល់លើជញ្ជាំងមានស្នាមដៃខ្មៅរាប់សិបហើយកណ្ដាលជញ្ជាំងមានអក្សរឈាមសរសេរថាអ្នកទី6នៅឯណាតារាស្ទើរគះពួកគេឃើញមានតែ5នាក់ទេភ្លាមនោះបរិះអ្នកជួលថ្មីក៏សើចតិចអត់ទេមានអ្នក6នាក់តើគ្រប់គ្នាងាកទៅមើលគាត់ភ្លាមគាត់ញញឹមធម្មតាហើយនិយាយខ្ញុំរាប់ខ្លួនឯងដែរគ្រប់គ្នាស្កាត់មួយផ្លែតស្រីពេជ្រខឹងបងឈួតមែនទេពេលនេះមិនមែនពេលលេងសើចទេភ្លាមនោះខ្មោចស្រីក៏លើកដៃចង្អុលទៅក្រោមគ្រែគ្រឹតអ្វីមួយកំពុងវាចេញពីក្រោមគ្រែយឺតវុធីចាំងភ្លើងទៅមើលស្រាប់តែមានមនុស្សស្លេកមុខមួយលេចចេញមកគ្រប់គ្នាស្រែកផ្អើលប៉ុន្តែមនុស្សនោះក៏និយាយជួយទាញខ្ញុំចេញផងខ្ញុំជាប់ខ្សែទូរស័ព្ទវាជាម្ចាស់ផ្ទះជួលគាត់វាចេញមកទាំងទូលីពេញខ្លួនហើយនិយាយខ្ញុំកំពុងជួល Wi-Fi បន្ទប់ស្ងាត់សូនខ្មោចស្រីនៅមាត់បន្ទប់ទឹកក៏បាត់ស្នាមឈាមលើជញ្ជាំងក៏បាត់ទ្វារក៏បើកវិញធម្មតាគ្រប់គ្នាមើលមុខគ្នាមិនដឹងត្រូវខ្លាចឬត្រូវខឹងចុងក្រោយពួកគេក៏រើចេញពីផ្ទះជួលនោះទាំងអស់ប៉ុន្តែមួយសប្តាហ៍ក្រោយមកមានអ្នកជួលថ្មីចូលមកនៅបន្ទប់213យប់ដំបូងតុកអ្នកជួបថ្មីបើកទ្វារខាងក្រៅគ្មានអ្នកណាទេមានតែស្រោមមីដាក់នៅមាត់ទ្វារជាយន្តគោក្នុងរង្វង់ចិញ្ចាមអំពី1 3ជីវិត5សៅចំអកឲ្យប្រលឹងមិនទៅល
សង្ស័យបាត់ក្នុងអន្ការ